បាទសួស្តីអ្នកទាំងអស់គ្នាជួយជាមួយខ្ញុំបាននៅក្នុងហ្គេម Clash of Clans បាទឃើញថា level របស់យើងគឺបាន update រួចរាល់ទៅហើយបាទផ្ទះរបស់យើងបាទហើយយើងក៏មានគេមកវាយផ្ទះយើងដែរទឹករបស់យើងក៏មិនទាន់គ្រប់គ្រាន់ដែរឥឡូវយើងទៅមើលកន្លែងរមាក់ទឹកនិងកាក់ហ្នឹងអ្នកទាំងអស់គ្នាឥឡូវនេះយើង claim រួចហើយគឺថាទឹកនិងកាក់របស់យើងគឺពេញតែម្ដងបាទអ្នកទាំងអស់គ្នាឥឡូវយើងតម្លើងកន្លែង claim យើងទាំងអស់គ្នាបាទដើម្បីយើងចូលក្នុងប៉ាក់ណាមួយបាទឥឡូវយើងចូលមើលកន្លែងនេះមានភាសាកន្លែងដែលយើងត្រូវរើសភាសាឃើញថាអត់មានអក្សរខ្មែររបស់យើងទេបាទយើងមានតែរើសភាសាអង់គ្លេសទេដើម្បី apply ទៅឥឡូវនេះយើងមក claim ដោយសារយើងបាន build កន្លែងclan ហ្នឹងតោះមកយើងនឹងបានទទួលបានកាក់បាទគឺបំពេញ mission បានឥឡូវយើងរើសឃើញ team មួយដែលមានឈ្មោះថា Bibu 2បាទហើយឥឡូវយើងគិតថាចូលទីមនឹងតែម្ដងដោយសារសមាជិកគេច្រើនបាទទូយ៉ាងណាក៏វាមិនស្ងាត់ឯកាវិញដែរបាទហើយយើងសម្រាប់ចូលតែម្ដងនេះគឺជាកន្លែងដែលយើងអាចផ្ញើសារផ្ញើអីបានបាទទៅមើលគេទាំងអស់គ្នាឥឡូវយើងទៅមើលក្នុងធីមនេះមើលបាទមានឈ្មោះថាឯកាហើយខ្ញុំមិនដឹងអានឈ្មោះខុសត្រូវទេឥឡូវយើងទៅមើលផ្ទះគេធំប៉ុណ្ណាទៅបាទផ្ទះនេះគឺ Town Hall ត្រឹមតែ level 11នៅឡើយទេអត់ទាន់មិចទាំងអស់ទេបាទអ្នកនរគ្នានេះមិនមែនមេធីមទេគឺលក្ខណៈថាអនុធីមបាទចឹងហើយឥឡូវយើងអូសទៅមើលបាទគេហៅថា Elder ភាសាអង់គ្លេសបាទទាំងមិញណាយើងមើលឥឡូវនេះគឺជា leader ដែលជាម្ចាស់ធីមតែម្ដងបាទអ្នកបង្កើតធីមផ្ទះទៅតែ level ប្រហែលនេះ level 5ទេអ្នកនរគ្នាlevel 5ទេទៅតែ level 5ទេអ្នកនរគ្នាបាទផ្ទះនេះដូចជាអាប់អត់ទាន់មិនទេបាទអ្នកនរគ្នាមើលទៅរបងនៅ level 1នៅឡើយទេបាទមេធីមបាទហើយឥឡូវយើងទៅមើលនៅក្នុងកងទ័ពរបស់គាត់មាន balloon មាន giant មានក្របបែកជានឹង goblin ចោលលួចជួយនឹងបាទហើយអូខេប៉ុណ្ណឹងបានហើយយើងមកមើលទឹកជ្រោះនេះលេងបាទគឺកាលពីមុនខ្ញុំធ្លាប់មើលដូចអត់ដែលមានអានឹងទេបាទឥឡូវយើងចេញមកវិញចេញមកផ្ទះយើងវិញបាទអូខេឥឡូវយើងគ្រប់ mission អីទៀតហើយបាទឥឡូវយើងផ្ញើអាកន្លែងនេះគឺជាកន្លែងrequest តបណាអ្នកនរគ្នាឥឡូវយើងបាន5ពេជ្រហើយយើងចូល claim មួយសិនបាទបញ្ជាក់អ្នកនរគ្នាកន្លែងនេះដែរគឺជាកន្លែងដែលគេឲ្យយើងទៅវាយតបទៅផ្ទះនេះបាទចង់វាយយើងចុចពី attack នេះមកបាទយើងនឹងចូលវាយដើម្បីតេស្តតបរបស់យើងបាទអ្នកនរគ្នានេះគឺជាព័ត៌មានថ្មីរបស់ Clash of Clans ដែលគេបានផ្ញើមកបាទហើយមានទាំងវីដេអូមានអីចឹងទៅជាព័ត៌មានដើម្បីយើងមើលបាទឥឡូវយើងអាប់កំភ្លើងរបស់យើងមួយបាទនៅសល់ជាងមួយទៀតឥឡូវយើងគួរតែអាប់ដេតអីបាទព្រោះទឹកក៏គ្មានកាក់ក៏គ្មានដែរបាទទឹកក៏តិចឥឡូវយើងមកចូល claim កន្លែងនេះដើម្បីយកបានទឹកនិងកាក់ថែមទៀតបាទឥឡូវយើងបានទឹក4000ទៀតហើយនឹងពេជ្រ10គ្រាប់ទៀតបាទយើងបាន claim រួចទៅហើយយើង claim ទឹកមកដើម្បីយកទៅអាប់ដេតអីផ្សេងទៀតបាទឥឡូវយើងឃើញថាមានតែចូលអាប់កន្លែងដាក់តបនេះទេដើម្បីឲ្យបានច្រើនគឺកោនបាន5នាក់បន្ថែមទៀតបាទអ្នកនរគ្នាអូខេអញ្ចឹងមានអីត្រូវអាប់ដេតទៀតទេចំណុចតបអញ្ចឹងខ្ញុំក៏សូមជម្រាបលាអ្នកនរគ្នាបាយជួបគ្នានៅវីដេអូក្រោយបាទ